មនុស្សខ្លះអត់ចូលចិត្តថ្ងៃដែលមានភ្លៀងធ្លាក់ទេដោយសារតែវាមើលទៅអ៊ូអាប់រំខានហើយពេលខ្លះក៏ធ្វើឲ្យយើងមានអារម្មណ៍ស្រណោះស្រដោកផងដែរសូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំមិនសូវចូលចិត្តថ្ងៃដែលមានភ្លៀងធ្លាក់ដែរខ្ញុំធ្លាប់គិតថាមេឃភ្លៀងគឺជាថ្ងៃដែលធ្វើឲ្យគ្រប់យ៉ាងមើលទៅអ៊ូអាប់និងគួរឲ្យធុញមនុស្សភាគច្រើននៅតែចង់បានថ្ងៃដែលមានពន្លឺផ្ទៃមេឃស្រឡះនិងបរិយាកាសរស់រវើកជាងនេះប៉ុន្តែមានថ្ងៃមួយពេលដែលខ្ញុំកំពុងអង្គុយនៅហាងកាហ្វេតូចមួយនៅតាមចាមផ្លូវស្របពេលដែលមេឃកំពុងភ្លៀងសំឡេងភ្លៀងធ្លាក់ក្លិនកាហ្វេក្តៅៗនិងបរិយាកាសស្ងប់ស្ងាត់នៅជុំវិញធ្វើឲ្យខ្ញុំចាប់ផ្ដើមគិតអ្វីមួយផ្សេងខុសពីមុននៅក្នុងពេលវេលាដ៏ស្ងប់ស្ងាត់នោះខ្ញុំបានរៀននៅមេរៀនមួយចំនួនដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមមើលឃើញមេឃភ្លៀងក្នុងរបៀបថ្មីមួយហើយខាងក្រោមនេះគឺជាអ្វីដែលខ្ញុំបានកត់សម្គាល់និងជាអារម្មណ៍មួយចំនួនដែលទទួលបានតាមពិតអ្វីត្បិតតែពន្លឺថ្ងៃផ្ដល់ភាពស្រស់ស្អាតនិងភាពភ្លឺថ្លាប៉ុន្តែបើគ្មានភ្លៀងទេរុក្ខជាតិក៏មិនអាចលូតលាស់បានដូចគ្នាភាពស្រស់ស្អាតនៃផ្កាដើមឈើនិងរុក្ខជាតិទាំងអស់ដែលយើងមើលឃើញសុទ្ធតែរស់រានដោយសារទទួលបានដំណក់ទឹកភ្លៀងទើបអាចរស់នៅនិងបន្តលូតលាស់បានជីវិតរបស់យើងក៏ដូចគ្នាមនុស្សគ្រប់គ្នាសុទ្ធតែចង់បានថ្ងៃដែលល្អចង់បានសេចក្តីសុខនិងភាពរីករាយប៉ុន្តែពេលខ្លះការឈឺចាប់ការខកចិត្តឬថ្ងៃដែលពិបាកក៏ជាផ្នែកមួយដែលធ្វើឲ្យយើងរីកចម្រើនដែរបើជីវិតមានតែពន្លឺថ្ងៃប្រហែលជាយើងមិនអាចរៀនអត់ធ្មត់ឬក្លាយជាមនុស្សរឹងមាំបានដូចថ្ងៃនេះទេពេលខ្លះរឿងដែលធ្វើឲ្យយើងឈឺចាប់ក៏ជារឿងដែលធ្វើឲ្យយើងលូតលាស់ផងដែរមួយវិញទៀតទឹកភ្លៀងប្រៀបដូចជាទឹកភ្នែកទឹកភ្លៀងគឺជាការលាងជម្រះនូវភាពអ៊ូអាប់បន្ទាប់ពីភ្លៀងរួចផ្ទៃមេឃនឹងចាប់ផ្ដើមស្រឡះដូចគ្នាដែរនៅពេលដែលយើងមានអារម្មណ៍សោកសៅឬកំពុងលាក់អារម្មណ៍អ្វីមួយនៅក្នុងចិត្តការយំក៏អាចធ្វើឲ្យចិត្តធូរស្រាលបានដែរមនុស្សជាច្រើនខ្លាចការបង្ហាញភាពទន់ខ្សោយរបស់ខ្លួនព្យាយាមទប់ទឹកភ្នែកនិងធ្វើខ្លួនដូចជាមនុស្សរឹងមាំគ្រប់ពេលប៉ុន្តែការពិតអារម្មណ៍សោកសៅគឺជាផ្នែកធម្មតាមួយនៃជីវិតពេលខ្លះបន្ទាប់ពីយំរួចចិត្តរបស់យើងនឹងមានអារម្មណ៍ធូរស្រាលនិងស្ងប់ជាងមុនមេឃភ្លៀងក៏បង្រៀនយើងឲ្យរៀនទទួលយកការពិតដែលមិនអាចគ្រប់គ្រងបានផងដែរយើងមិនអាចហាមមេឃមិនឲ្យភ្លៀងបានហើយយើងក៏មិនអាចហាមរឿងក្នុងโลกដែលត្រូវកើតឡើងមិនឲ្យកើតឡើងបានដូចគ្នាមនុស្សគ្រប់គ្នាសុទ្ធតែជួបបញ្ហាការបាត់បង់ការខកចិត្តនិងរឿងដែលមិនបានរំពឹងទុកពេលខ្លះកាន់តែព្យាយាមគ្រប់គ្រងអ្វីគ្រប់យ៉ាងកាន់តែធ្វើឲ្យចិត្តនឿយហត់មេឃភ្លៀងបង្រៀនឲ្យយើងរៀនសម្របខ្លួនជាមួយបញ្ហារៀនរស់នៅជាមួយបញ្ហាដែលកំពុងកើតឡើងនិងព្យាយាមរកសេចក្តីសុខសូម្បីតែនៅក្នុងថ្ងៃដែលមិនល្អឥតខ្ចោះក៏ដោយក្រៅពីន័យធៀបខាងលើមេឃភ្លៀងក៏បង្រៀនយើងនៅរឿងសាមញ្ញៗក្នុងជីវិតមួយចំនួនផងដែរវាបង្រៀនយើងឲ្យរៀនរកសេចក្តីសុខពីរឿងតូចៗគ្រាន់តែកាហ្វេក្តៅៗមួយកែវបទភ្លេងស្ងប់ស្ងាត់ភួយដ៏កក់ក្ដៅបូករួមនឹងសំឡេងទឹកភ្លៀងក៏អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលបានដែររឿងទាំងនេះស្ដាប់ទៅសាមញ្ញប៉ុន្តែពេលខ្លះវាជាអ្វីមួយដែលព្យាបាលផ្លូវចិត្តរបស់យើងបានល្អបំផុតភ្លៀងធ្វើឲ្យយើងយល់ថាសេចក្តីសុខមិនមែនតែងតែកើតឡើងពីរឿងធំៗនោះទេពេលខ្លះសេចក្តីសុខគ្រាន់តែជាពេលវេលាដ៏ស្ងប់ស្ងាត់មួយប៉ុណ្ណោះសំឡេងទឹកភ្លៀងនិងភាពស្ងប់ស្ងាត់ក៏អាចព្យាបាលចិត្តបានផងដែរនៅថ្ងៃដែលមានភ្លៀងពិភពលោកខាងក្រៅមើលទៅស្ងប់ជាងមុនមនុស្សភាគច្រើននៅក្នុងផ្ទះរថយន្តធ្វើដំណើរយឺតៗហើយបរិយាកាសទាំងមូលមានអារម្មណ៍ថាស្ងប់ជាងមុននៅក្នុងភាពស្ងប់ស្ងាត់នេះការគិតនៅក្នុងចិត្តក៏ចាប់ផ្ដើមទន់ភ្លន់ជាងមុនយើងចាប់ផ្ដើមស្ដាប់អារម្មណ៍ខ្លួនឯងនិងសម្រាកពីភាពនឿយហត់ក្នុងជីវិតនៅក្នុងពិភពដែលពោរពេញដោយសំឡេងរំខានភាពស្ងប់ស្ងាត់ពេលមានភ្លៀងធ្លាក់អាចក្លាយជាការព្យាបាលដ៏សាមញ្ញមួយសម្រាប់ផ្លូវចិត្តទាំងអស់នេះជាអារម្មណ៍មួយដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ហើយក៏ជាសេចក្តីសុខសាមញ្ញៗមួយដែលយើងគ្រប់គ្នាអាចស្វែងរកបានដូច្នេះជំនួសឲ្យការធុញទ្រាន់និងអបសុខពេលមានភ្លៀងធ្លាក់ចូលស្វែងរកសេចក្តីសុខនិងភាពរីករាយជាមួយដំណក់ទឹកភ្លៀងស្ដាប់សំឡេងទឹកភ្លៀងដែលស្ងប់ស្ងាត់ហើយអនុញ្ញាតឲ្យចិត្តបានសម្រាកនិងមានសន្តិភាព